Chào số bông bông đặc ní nhóm bồn niềm chào số bông bông đặc ní nhóm bồn niềm rồi có bông bông mà chỉ nói hai chỉ score nhóm thà niềm tạm dạo video cái đôi chia Metallica thì cho bao nhóm thì đôi bông bông mà chỉ nói hai chữ đăng ấy tha nhóm cứ chia nè lượt Metallica tại tôn năng test cho mình nè nơi không khai sim riệp hay cả bình nắng nhóm có chia bộc lực này marketing mình nè đấy nơi cầm hôn ai cái chôn môi nơi sim riệp này hay nơi hàng chơi này nhóm này cứ chia mà tô bằng nhóm to thì mà đóng cứ model Royal Enfield Himalayan 450p để chia brand có đôi chia mà tô mùi để nhóm sờ lạnh du mày hay tam dạng video có đôi chia vlog xem thì nhóm tay để poster chi mà tô ní cứ miền bông bông nhưng mà chấm nón cắt xua tẹt tương năng pom miền đôi chia cầm lăng mà sinh casi xăng có đôi chia feature có đôi chia function xem bom tô này chẳng được trong video mới ní nhóm đừng mau vậy ông pi bobby south này ca chi bỏ nhóm cả đôi chia pom miền mà cho nó đây nhóm cái thao bông pôn ai vô từ bị trả ná cả đôi chia đầm bay đăng hay ai dòng lại chất ban hai cua tínhឬក៏គួរចាប់អារម្មណ៍តូននេះឬក៏អត់ខ្ញុំឃើញម៉ូតូនេះដំបូងកាលពីឆ្នាំមុនខ្ទង់ថ្ងៃថាខ្ទង់ខែ6ខែ7ឆ្នាំ2024ហ្នឹងតាមរយៈការតាំងពិព័រណ៍ឬក៏ road show របស់ Royal Enfield នៅសៀមរាបហើយពេលហ្នឹងខ្ញុំបាន test drive 2-3 model ដែរតែចុងក្រោយគឺចាប់អារម្មណ៍ជាមួយនឹង Himalayan នេះតែដំបូងក៏អត់ទាន់សម្រេចចិត្តភ្លាមដែរដោយសារតែដំបូងអត់ទាន់ច្បាស់ដោយសារ brand Royal Enfield នេះសម្រាប់ខ្ញុំគឺខ្ញុំអត់សូវស្គាល់ក៏ដូចជានៅមានចម្ងល់ច្រើនពី brand នេះប៉ុន្តែតាមរយៈការទៅ visit showroom ហើយ test drive ជាច្រើនដងមកខ្ញុំចាប់ផ្ដើមឃើញពីគុណភាពក៏ដូចជាកម្លាំងរបស់ម៉ូតូនេះគឺខ្ញុំសាកជិះនៅ showroom ផ្ទាល់ឃើញថាវាស្ទុះហើយតាក់ទងនឹងកម្លាំងម៉ាស៊ីននេះគឺខ្ញុំទទួលយកបានហើយពិសេសហ្នឹងគឺម៉ូតូនេះបើនិយាយពីកម្ពស់កម្ពស់ក៏ដូចជាទម្ងន់នេះគឺស័ក្តិសមសម្រាប់ខ្ញុំមែនទែនដោយសារតែខ្ញុំកម្ពស់ 1m74 1m75 អីហ្នឹងគឺឈរឬក៏អង្គុយគឺមានអារម្មណ៍ថាcomfortable ជាមួយវាហ្មងអញ្ចឹងហើយបានខ្ញុំសម្រេចចិត្តយកម៉ូតូនេះអាចថាជាដៃគូមួយក្នុងការទៅជាមួយខ្ញុំមិនថាទៅកន្លែងឆ្ងាយកន្លែងជិតឬក៏ off road on road អីទេគឺងាយស្រួលក្នុងការយើងចូលទៅថតមេតិកាឬក៏ទៅដើរលេងផ្សេងគិតមកដល់ត្រឹមបច្ចុប្បន្ននេះខ្ញុំជិះបានជិត 5000 គីឡូហើយថ្មីនេះខ្ញុំក៏បានជិះទៅកាន់ប៉ែកខាងអូសោមខាងវាលវែងអូសោមហ្នឹងដែលចម្ងាយទៅមកអាចថាខ្ទង់ 1000 គីឡូជាងហើយផ្លូវក៏មានច្រើនបែបច្រើនសន្តានដែរមានតាំងពីផ្លូវបើកទលាយរបៀបថាផ្លូវកស៊ូផ្លូវ off road វាផ្លូវដីផ្លូវផុកអីហ្នឹងគឺបានឆ្លងកាត់ច្រើនហើយពិសេសដូចបងប្អូនដឹងហើយនៅខាងវាលវែងពីច្រើនសម្បូរផ្លូវភ្នំឡើងចុះយើងអត់សូវភ័យបារម្ភទៅលើថាអូជីមានបញ្ហាឬក៏ជីក្តៅទេគឺដោយសារម៉ូតូនេះបំពាក់មកជាមួយនឹង liquid cool ដែលវាអាចជួយក្នុងការរត់ផ្លូវឆ្ងាយបានដើម្បីកុំឲ្យម៉ាស៊ីនចាប់ក្តៅចំណុចមួយទៀតដែលបងប្អូនតែងតែសួរច្រើនមែនទេថាអូម៉ូតូនេះការស៊ីសាំងមិនដែរ100 គីឡូស៊ីប៉ុន្មានលីត្រអញ្ចឹងតាមរយៈបទពិសោធន៍ដែលខ្ញុំដោយសារ function លើម៉ូតូនេះក៏យើងអាចមើលបានដែរថាម៉ូតូយើងក្នុងមួយទ្រីបឬក៏ចម្ងាយយើងរត់ប៉ុន្មានគីឡូហ្នឹងវាស៊ីប៉ុន្មានលីត្រអញ្ចឹងតាមរយៈបទពិសោធន៍ខ្ញុំផ្ទាល់គឺ100 គីឡូវាអាចស៊ីខ្ទង់3ទៅ3លីត្រកន្លះទៅតាមការមួលរបស់បងប្អូនចឹងបើយើងជិះកាន់តែលឿនវាស៊ីកាន់តែខ្លាំងតាមនឹងដែរតាក់ទងនឹងធុងសាំងនេះគឺអាចទុកចំណូលបាន 7-10 លីត្រអញ្ចឹងហើយដូចថ្ងៃមុនចាក់ស្ដែងខ្ញុំជិះទៅតំបន់ខាងអូសោមហ្នឹងគឺរៀងដាច់សញ្ញាបងប្អូនអញ្ចឹងហើយតាក់ទងនឹងក្រាស់សាំងអីគឺអត់សូវមានទេប៉ុន្តែវាផ្ដល់ទំនុកចិត្តដល់យើងមួយក្នុងការនៅពេលដែលយើងចាក់សាំងពេញគឺយើងជិះទៅអត់មានបារម្ភភ័យព្រួយរឿងអស់តាមផ្លូវឬអីទេហើយណាមួយនៅលើ indicator ហ្នឹងក៏វាមានបង្ហាញដែរថាសាំងយើងនៅសល់ប៉ុណ្ណាអាចជិះបានប្រហែល100 គីឡូម៉ែត្រឬប្រហែលគីឡូម៉ែត្រទៀតអញ្ចឹងវាអាចធ្វើយើងបានរៀបចំឬក៏ prepare ទុកមុនបើសិនជាវាចិត្តអស់ហើយ function មួយទៀតដែលខ្ញុំស្រឡាញ់ជាងគេអំពីម៉ូតូនេះគឺទៅលើ navigation ដែល model មុនគឺអត់មានទេប៉ុន្តែសម្រាប់ Royal Enfield Himalayan 450p នេះគឺមានតាក់ទងនឹងការបើក navigation នៅលើ Google Map អញ្ចឹងដូចទូទៅនៅពេលបងប្អូនធ្វើដំណើរទៅណាមួយយើងត្រូវការអង្គុយរមើល check មើលនៅលើទូរស័ព្ទរហូត
ហើយចិត្តដល់នៅឬក៏ទៅផ្លូវណាទៀតតែជាក់ស្ដែងនៅលើ Royal Enfield នេះគឺយើងអាច connect ជាមួយនឹង app របស់ Royal Enfield ហើយគឺយើងអាចដាក់ location ដែលយើងចង់ទៅហើយយើងមើលនៅលើ navigator របស់ម៉ូតូហ្មងអញ្ចឹងគឺងាយស្រួលមែនទេអត់បាច់ជិះបដាបើកមើលបដាអស់មើលបដាតែវាពេលខ្លះវាផ្ដល់ភាពលំបាកឬក៏គ្រោះថ្នាក់ទៀតអញ្ចឹងខ្ញុំគិតថាអានេះគឺជា function មួយដែលខ្ញុំចូលចិត្តជាងគេហើយចំណុចមួយទៀតដែលខ្ញុំគិតថាជាចំណុចសំខាន់ដែរគឺ ABS ដែលសឹងតែម៉ូតូជំនាន់ក្រោយស៊េរីថ្មីគឺតែងតែបំពាក់មួយ ABS ហើយជាក់ស្ដែង Royal Enfield Himalayan 452នេះគឺមានទាំងមុខទាំងក្រោយអញ្ចឹងដូចជាទូទៅខ្ញុំធ្វើដំណើរផ្លូវឆ្ងាយឬក៏ផ្លូវប្រភេទអីក៏ដោយពេលខ្លះយើងតែងតែជួបហើយបញ្ហាដូចជាកលុកឬក៏បញ្ហាសัตว์រត់កាត់ផ្លូវជាដើមដែលយើងមើលអត់ឃើញយើងបើសិនជាអត់មាន ABS គឺខ្ញុំគិតថាពិបាកមែនទែនបើសិនជាអ្នកគាត់អត់សូវប៉ិនជាមួយនឹងការ control ម៉ូតូគ្រប់គ្រងម៉ូតូអញ្ចឹង ABS គឺពិតជាសំខាន់ក្នុងការយើងជិះទៅវាក់ជាមួយនឹងស្ថានភាពអីមួយឬក៏របស់អីមួយដែលយើងអត់បានរំពឹងទុកមុនគឺយើងអាចធានាថាមានសុវត្ថិភាពអញ្ចឹងសរុបមកវិញខ្ញុំគិតថាម៉ូតូនេះស័ក្តិសមសម្រាប់បងឬក៏ប្អូនដែលគាត់ចូលចិត្តបែបថាការធ្វើដំណើរការផ្សងព្រេងនៅតាមផ្លូវចិត្តផ្លូវឆ្ងាយទេហើយត្រូវការជាមួយនឹងម៉ូតូមួយដែលអាចថា reliable ដែលអាចទុកចិត្តបានហើយធ្វើដំណើរបានគ្រប់ផ្លូវគ្រប់ឧបសគ្គមិនថាផ្លូវដីផ្លូវកស៊ូផ្លូវឡើងភ្នំចុងភ្នំអីគឺម៉ូតូនេះអាច perform បានអូខេជាចុងបញ្ចប់ខ្ញុំគិតថាវានៅលើបងប្អូនទេក្នុងការសម្រេចចិត្តប៉ុន្តែបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬក៏ចង់ធ្វើការ test ride អីបងប្អូនអាចទៅសាកជិះបានមិនថា showroom របស់ Royal Enfield នៅភ្នំពេញក៏ដូចជានៅសៀមរាបអញ្ចឹងបងប្អូនអាចទៅសាកកម្លាំងក៏ដូចជាសាកជិះជាក់ស្ដែងខ្ញុំគិតថាបងប្អូននឹងអាចទទួលបានអារម្មណ៍ដែលខ្ញុំទទួលបានដូចគ្នាអញ្ចឹងវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាហើយយើងជួបគ្នានៅវីដេអូក្រោយទៀត